នៅថ្ងៃទី17 ខែឧសភាឆ្នាំ2026ស្អែកនេះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីចំនួន750នាក់និងបន្តយុទ្ធនាការចុះពិនិត្យព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋដែលស្ថិតនៅក្នុងឃុំដងតុងស្រុកដងតុងខេត្តកំពតដោយឥតកាត់ថ្លៃដែលធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យប៊ុនរឌីហ៊ុនសែនដងតុងចាប់ពីម៉ោង7ព្រឹកឡើងទៅឯកឧត្តមលេងផាលីសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជានិងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីតាមរយៈ BTV នៅព្រឹកថ្ងៃទី16 ខែឧសភាឆ្នាំ2026នេះបានបញ្ជាក់ថាក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីចុះពីគ្រោះពិនិត្យព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋសំខាន់ៗរួមមានអប់រំសុខភាពសង្គ្រោះបឋមរួមទាំងស្បៀងអាហារមានជានំប៉័ងនិងទឹកសុទ្ធជំងឺទូទៅជំងឺផ្លូវចិត្តជំងឺទូទៅផ្នែកកុមារជំងឺរោគស្ត្រីជំងឺឬដងបាតជំងឺសួតក្រពះពោះវៀនជំងឺផ្លិតដង្ហើមជំងឺប្រដាប់រំលាយអាហារជំងឺសើស្បែកជំងឺព្រូនជំងឺស្លេកស្លាំងជំងឺសន្លាក់ឆ្អឹងជំងឺរលាកថ្លើមជំងឺកាមរោគជំងឺគ្រុនចាញ់ជំងឺគ្រុនឈាមជំងឺភ្នែកសុខភាពមាត់ធ្មេញជំងឺទឹកនោមផ្អែមជំងឺបេះដូងលើសឈាមជំងឺត្រចៀកច្រមុះបំពង់កជំងឺតម្រង់នោមអេកូសាសវ៉ាចង្វាក់បេះដូងម៉ាស៊ីនផ្លុំរោគមេរោគក្រពះតាមរយៈខ្យល់ដង្ហើមផ្នែកប្រព័ន្ធប្រសាទនិងបំបត្តិការឈឺចុកចាប់មន្ទីរពិសោធន៍វិភាគឈាមវះកាត់តូចនិងព្យាបាលរបួសដូច្នេះសូមគោរពអញ្ជើញលោកតាលោកយាយពុកម៉ែអ៊ំពូមីងបងប្អូនប្រុសស្រីនិងក្មួយៗមកទទួលអំណោយថ្នាំពេទ្យពិនិត្យនិងព្យាបាលជំងឺផ្ដល់សេវាដែលឥតគិតថ្លៃពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីសុទ្ធតែជាវិជ្ជបណ្ឌិតជំនាញមកពីក្រៅប្រទេសនិងក្នុងប្រទេសតាមមន្ទីរពេទ្យរដ្ឋនិងឯកជនមានបទពិសោធន៍យូរឆ្នាំឯកឧត្តមលេងផាលីបញ្ជាក់ទៀតថាសកម្មភាពមនុស្សធម៌នេះធ្វើឡើងក្នុងគោលបំណងជួយសម្រាលទុក្ខលំបាកនិងកាត់បន្ថយការចំណាយលើសេវាសុខាភិបាលរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានជនបទនិងតំបន់ដាច់ស្រយាលជាពិសេសនៅក្នុងនាមជានីតិបុគ្គលនៃក្រុមគ្រួសារសយុកក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីបានចូលរួមចំណែកក្នុងចលនារួមរបស់សង្គមជាតិដោយរួបរวมជាមួយនឹងសកម្មភាពសង្គមរបស់សយុកបន្ថែមទៀតតាមរយៈការលះបង់នេះបានសពបញ្ជាក់អំពីស្មារតីពីធ្នូដោយសមាជិកសមាជិកាសយុកសមាជិកសមាជិកាក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីមកពីប្រភពមានទូនាទីនឹងមុខងារផ្សេងគ្នាមករួមគ្នាដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែកមកធ្វើការងារជាក្រុមដើម្បីសម្រេចគោលដៅរួមមួយសម្រាប់ប្រទេសជាតិនិងផ្ដល់ជាគំរូដល់សង្គមជាតិការចូលរួមសកម្មភាពបម្រើសង្គមរៀនសូត្របន្ថែមនៅមូលដ្ឋានជាក់ស្ដែងនិងចូលរួមចំណែកលើកម្ពុជាសុខុមាលភាពប្រជាជនដែលស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី7ដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជាប្រមុខដឹកនាំ